លោកបណ្ឌិតកែមលីបាទអញ្ចឹងចង់ដឹងថាតើសម្ដេចមានប្រតិកម្មអ្វីខ្លះដែរជុំវិញអំពីឃាតករបាញ់សម្លាប់ទៅលើអ្នកវិភាគនយោបាយអ្នកវិភាគសង្គមលោកកែមលីនេះបាទអញ្ចឹងសូមស្ដាប់ប្រសាសន៍របស់សម្ដេចដែលបានលើកឡើងកាលពីព្រឹកមិញនៅឯទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទសូមជួយកាលម្សិលមិញនេះមានរឿងអកុសលដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារយ៉ាងឃោរឃៅព្រៃផ្សៃពីឃាតករចំពោះលោកបណ្ឌិតកែមលីនេះគឺជាលើកទី2ហើយដែលយើងបានជួបប្រទះនៅស្ថានភាពបែបនេះលើកទី1គឺលោកអុកញ៉ាអឹងមេជីហើយលើកទី2កាលពីម្សិលមិញនេះគឺលោកបណ្ឌិតកែមលីដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូបខ្ញុំសូមយកឱកាសនេះជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំតខ្ញុំសូមសម្ដែងនូវមរណទុក្ខចំពោះគ្រួសារសពក៏ដូចជាការសោកស្ដាយនិងកោតទោសយ៉ាងមើងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះហើយសូមចេញបទវិជាហើយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកនៅជនដៃដល់និងជនគុកគិតទាំងឡាយដើម្បីប្រន្ទាទោសតាមច្រកអ្វីទៅដែលហៅថាជាការខាត់បងនេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្ដងតើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើងនៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែនិយាយអំពីសន្តិភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋចំណុចនេះខ្ញុំគិតថាវាហាក់ដូចជាការផ្សេងផ្សាមួយសម្រាប់យើងនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលដែលទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាទាំងនេះហើយយើងត្រូវដោះស្រាយបញ្ហាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកមួយនេះទេក៏ប៉ុន្តែមួយរយៈចុងក្រោយនេះយើងបានឃើញកើតឡើងនៅអំពើមួយចំនួនដែលវាបានជះឥទ្ធិពលទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គមរបស់យើងឃាតកម្មការប្លន់ប្រដាប់អាវុធបានកើតឡើងជាបន្តដែលនោះគឺជាបញ្ហាដែលទាមទារឲ្យយើងមានការដោះស្រាយចំណុចនេះខ្ញុំអាចនឹងលើកជាគូបញ្ជាក់ហើយដើម្បីឲ្យកងរាជអាវុធហត្ថនៅទីនេះក៏ដូចជាកម្លាំងអនុវត្តនៅសមត្ថកិច្ចដទៃទៀតដើម្បីនឹងធ្វើប្រតិបត្តិការពង្រឹងសន្តិសុខឡើងវិញសម្រាប់ក្របខ័ណ្ឌទីរបស់យើងជាមួយនឹងការកោតទោសទៅលើអ្វីដែលបានកើតឡើងពីម្សិលក៏ដូចជារយៈពេលកន្លងទៅខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់និងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចធ្វើការរបស់គេដោយពេញលេញខ្ញុំគិតថាតើអ្នកណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះហើយតើអ្នកណានឹងទទួលផលចំណេញហើយអ្នកណានឹងទទួលផលខាតរាជរដ្ឋាភិបាលគឺពិតជាទទួលនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់អំពីកង្វះដែលហៅថាមួយខាងគឺអសមត្ថភាពនៃការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋតែមួយខាងទៀតត្រូវបានគេលាបពណ៌ភ្លាមអំពីបញ្ហានេះដែលមានចរិតជាបញ្ហាខាងនយោបាយដោយចេះសង្កេតថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវម៉ត់ចត់ហើយដែលជៀសវាងបង្វែរបញ្ហាពីសោកនាដកម្មដូចនេះទៅជាបញ្ហាខាងនយោបាយដែលនាំឲ្យល្អកកទៅដល់សភាពការរបស់យើងសង្ឃឹមថារឿងទាំងនេះអ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់នឹងបញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុចខាដែលនាំឲ្យជាតិ
ចរាចរណ៍នោះទេខ្ញុំសូមយកឱកាសនេះដើម្បីលើកឡើងនៅបទវិជ្ជាខ្លះបទវិជ្ជាមួយចំនួនដើម្បីចាត់វិធានការដំណាក់កាលនេះជាដំណាក់កាលដែលយើងត្រូវតែចាត់វិធានការប្រឆាំងនឹងបទអក្រិតនេះព្រោះថាមួយរយៈចុងក្រោយនេះពិតមែនតែនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទៅតាមបណ្ដាព្រំដែនជាមួយប្រទេសជិតខាងមានសុវត្ថិភាពនិងទំនាក់ទំនងល្អប៉ុន្តែសន្តិសុខនៅខាងទីក្នុងរបស់យើងគឺមានបញ្ហាជួនកាលប៉ះទៅលើពលរដ្ឋស្លូតត្រង់ឥឡូវប៉ះទៅដល់អ្នកនយោបាយប៉ះទៅដល់អ្នកធ្វើธุរកិច្ចហើយរហូតប៉ះទៅដល់សមត្ថកិច្ចខ្លួនឯងក៏ត្រូវគេសម្លាប់នេះជាបញ្ហាវាមានសមត្ថកិច្ចរាប់ទាំងជាមេរៀនខ្លះក៏ត្រូវគេលួចបាញ់សម្លាប់ដូចជានៅខណ្ឌពោធិ៍សែនជ័យមេរៀនឯមេអាវុធហត្ថប្រហែលអាទិត្យមុនប្រហែលខែមុននៅក្នុងទីក្រុងភ្នំពេញយើងមាននេះបាទទាហានម្នាក់ក៏ត្រូវគេបាញ់សម្លាប់មន្ត្រីរាជការរបស់យើងមួយចំនួនដែលធ្វើប្រតិបត្តិការដូចជាមន្ត្រីរដ្ឋបាលព្រៃឈើក៏ត្រូវទទួលនៅការបាញ់ប្រហារដូច្នេះទាមនៅការបោកយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីពង្រឹងនៅសន្តិសុខឡើងវិញ